រយៈពេលមួយឆ្នាំហើយដែលខ្ញុំបានមករស់នៅស្រុកស្រែហើយមុនដំបូងគ្មានអីទេមានតែកម្លាំងហើយមុននឹងមករស់នៅស្រុកស្រែហ្នឹងមានសំណួរជាច្រើនដែលអ្នកជិតខាងគាត់ឆ្ងល់គាត់ចង់ដឹងថាខ្ញុំមករស់នៅស្រុកស្រែធ្វើអីមិនបានមកនៅស្រែហើយសំណួរដែលចាក់ដោតជាងគេគឺគាត់ថាបានរៀនសូត្រប៉ុណ្ណឹងហើយមិននៅធ្វើការរស់ស៊ីនៅក្រុងទៅចាំបាច់ទៅនៅស្រែនាំឲ្យវេទនាធ្វើអីតាមពិតទៅនៅស្រែនៅក្រុងឥឡូវមិនសូវជាខុសគ្នាប្រហែលទេបងប្អូនខុសត្រង់ថាផ្នត់គំនិតតែប៉ុណ្្នឹងឯងបើសម្រាប់ខ្ញុំមានគោលដៅថានៅពេលដែលចាស់ទៅគឺនឹងមករស់នៅស្រុកស្រែចំការប៉ុន្តែមុននឹងមករស់នៅស្រែគឺចង់មានផ្ទះមានដីនៅក្រុងមួយកន្លែងមានមធ្យោបាយធ្វើដំណើរសមរម្យមានចំណូលសកម្មមួយដែលអាចរស់នៅស្រួលពីអ្នកយាយតាទើបខ្ញុំមកនៅស្រែចិញ្ចឹមសត្វប្រើជីវិតចុងក្រោយរស់នៅតាមបែបធម្មជាតិប៉ុណ្ណឹងទៅបានហើយប៉ុន្តែឥឡូវមិនដល់គោលដៅផងមកនៅស្រែបាត់អញ្ចឹងបានថាជីវិតមិនទៀងទេបងប្អូនអើយគោលដៅនៅតែគោលដៅអញ្ចឹងប៉ុន្តែដោយសារតែកលៈទេសៈជាក់ស្ដែងมันអាចចាំដល់ចាស់បានព្រោះអីកាលនៅក្រុងម្នាក់ឈឺពេកសន្សំប្រាក់បានតិចតួចឈឺពីមួយឆ្នាំទៅមួយឆ្នាំសល់តែជំងឺដល់ពេលអញ្ចឹងគិតថាយើងទៅនៅស្រែមួយរយៈសិនទៅអីគ្រាន់តែគិតជាមួយគ្នាมันបានប្រមាណឬដល់បងក៏ពួកគាត់ចង់មកឲ្យនៅស្រែបានមើលថែពុកដែលគាត់នៅម្នាក់ឯងផងដល់ពេលអញ្ចឹងទៅក៏នាំគ្នាមកនៅស្រែមួយរយៈសិនទៅបើគិតទៅខ្ញុំមកនៅនេះតាំងពីថ្ងៃទី1ខែ10ឆ្នាំ2024នៅពេលដែលមកនៅបានមួយខែពីខែដំបូងហ្នឹងគឺមានអារម្មណ៍ថាពិបាកចង់ទៅធ្វើការនៅពេញវិញឯងដោយសារអីប្រពន្ធគាត់ឈឺផងហើយកូននៅតូចគាត់ឈឺហ្នឹងគឺសោះចំហាយពីពេញហើយនៅពេលដែលយើងជំនះក៏តនៅបាន3ខែប្រពន្ធកូនក៏លេងឈឺហើយមានអារម្មណ៍ថារស់នៅទីនេះវាស្រួលលេងចង់ទៅណាទោះបីមានចំណូលតិចតួចមែនប៉ុន្តែបានសុខភាពល្អហើយក៏មិនចំពាក់ធនាគារផងរហូតមកដល់ពេលនេះខ្ញុំលេងគិតចង់បានអីទៀតហើយក្រៅពីធ្វើម៉េចឲ្យសុខភាពល្អរស់នៅមើលពិភពលោកនេះឲ្យបានយូរតិចថាទៅមុខទៅគេទំនើបដល់កម្រិតណាធ្វើម៉េចយើងកុំរស់នៅគេងប្រវាញ់កម្លាំងអ្នកដតីទៅបានហើយសម័យនេះហើយមិនចាំបាច់ទៅខំប្រឹងដាច់បាយដាច់ទឹកគេងប្រវាញ់កម្លាំងញើសឈាមអ្នកដតីបីតែប្រយោជន៍របស់ខ្លួនឯងធ្វើឲ្យអ្នកដតីឈឺចាប់ដោយសារតែខ្លួននោះទេតែបើសិនយើងខំប្រឹងដើម្បីប្រយោជន៍ដល់មនុស្សជាតិឧទាហរណ៍ថាយើងស្រាវជ្រាវរោគថ្នាំការពារជំងឺសាហាវផ្សេងការពារគ្រោះធម្មជាតិរបស់ប្រើប្រាស់ផ្សេងដែលជួយដល់មនុស្សជាតិយើងខំចោះអាហ្នឹងសម័យនេះមិនចាំបាច់មានបានខ្លាយជាសទ្ធិប្រាក់លានក៏បានដែរដោយសារឥឡូវហ្នឹងវាជឿនលឿនសឹងអីហ្នឹងអូចង់មើលអីយើងឃើញហ្នឹងចង់ទៅឌូបៃឯងស្វីតទៅដល់ភ្លាមគឺលឿនមែនទែនខុសពីសម័យមុនតលតែមានលុយជិះយន្តហោះទៅដល់ទៅយើងបានឃើញសម័យនេះយើងឃើញអីក៏បានចង់ទៅណាក៏បានចង់វិលផែនដីមួយជុំមើលលេងក៏បានសំខាន់លើខ្លួនយើងអារម្មណ៍យើងថាយើងបានប៉ះភ្លក់នឹងមើលឃើញពិតបើយើងធ្វើបានក្តីសុខនិងភាពស្កប់ស្កល់នឹងកើតមានដោយឯងឥឡូវរឿងមានបាននឹងទុកមួយឡែកសិនធ្វើយ៉ាងម៉េចខ្ញុំខំចិញ្ចឹមសត្វផលិតស្បៀងអាហារធម្មជាតិបានគ្រប់គ្រាន់ទៅតាមតម្រូវការសិនអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនជម្រាបលា